Ôm à, đừng ấy tới ôm, đừng ấy, nhầm xong đừng phong bàn tí. Hơi cho anh có thể chịu vây cái lăng mà lấy hả chị Nốc chênh mau bị cái này nè anh dây được để anh sao គឺខ្ញុំដើរកាត់ម្ដុំនេះហើយលឺអ៊ំឯងនិយាយម្នាក់ឯងដូច្នេះខ្ញុំក៏ចូលមកនិយាយជាមួយនឹងណាកុំឲ្យអ៊ំឯងអប់សុកខ្លាំងពេក cứ ông cầm bông tay nực sự nào những rồi nâng ná mình cô nà vì mày mai bạp này đủ tê អូយទៅស្នោះគាត់ធ្វើស្អីគាត់គឺជាមេម៉ាយស្ដុកណាអ៊ំ mày mai stock bà anh ấy tư niềng rồi nà miền lôi trà nú ណអ៊ំអត់ដឹងអញ្ចឹងមិនថាអាកំបាំងគេមិននិយាយច្រើននោះទេរឿងហ្នឹងគឺមានតែខ្ញុំនឹងឯងជាអ្នកដឹងការពិតទៅមីងរុយរស់នៅសប្តាហ៍ថ្ងៃមើលទៅដូចវេទនាខ្លាំងណាស់តែតាមការពិតគាត់គឺជាមេម៉ាយស្ដុកប្តីគាត់រត់ចោលបន្សល់ទ្រព្យឲ្យគាត់រាប់ម៉ឺនដុល្លារឯណោះ dây lên dây men chị Nốc anh đang rừng đi pì ná គេនិយាយដោយផ្ទាល់មាត់គេណាអ៊ំគាត់ប្រាប់ខ្ញុំថាគាត់គឺជាមេម៉ាយស្ដុករាល់ថ្ងៃគាត់រស់នៅមិនដែលខ្វាយខ្វល់ពីស្អីនោះទេលុយក៏គាត់មិនដែលរកដែរគឺគាត់ចាយតែលុយដែលប្តីគាត់បន្សល់ទុកឲ្យតែប៉ុណ្្នឹងឯងរឿងប្រឹងអួតព្រោះចង់បានប្តីមីងរុយគឺជាមេម៉ាយប្តីរត់ចោលហើយគាត់ក៏ក្លាយទៅជាប្រធានបទដែលអ្នកភូមិកំពុងតែនិយាយដោយសារតែភាពអាម៉ាស់ហើយនឹងចង់បានប្តីម្នាក់ទៀតមីងរុយក៏ប្រឹងដើរអួតគេអួតឯងថាខ្លួនគឺជាមេម៉ាយស្ដុកការអួតរបស់គាត់បានល្បីរន្ទឺដល់ម្ចាស់បំណុលគ្រប់គ្នាហើយពួកគេក៏មកតាមរកគាត់ដល់ផ្ទះ គេថាមេម៉ាយចំណាយមាត់ញៀតប៉ុន្តែខ្ញុំមិនឲ្យញៀតនេះណាហាមាត់ស្ដីឲ្យខ្ញុំទាន់នោះទេតើមានអ្នកណាគេហ៊ានថាឲ្យខ្ញុំទៅព្រោះថាខ្ញុំនេះពូកែអួតខ្លាំងណាស់ងាប់ហើយអួតតើតែបានប្តីល្អតើតែបានប្តីថ្មីអើយមិនចង់នៅផ្ទះទេរោដើរអួតគេតាមភូមិវិញក្រែងលោឆាប់បានប្តី បន្លែអើយបន្លែល្អខ្ញុំលក់បញ្ចុះតម្លៃពិសេសអោមីខ្សលលក់បន្លែតាំងពីអញមានប្តីរហូតដល់ឥឡូវអញមិនម៉ាយហើយឯងក៏នៅតែលក់បន្លែទៀតមិនតែប៉ុណ្ណោះនៅកំមុំម្ចាស់គ្មានអ្នកណាគេមើលឃើញហេតុអីក៏ក្របីតែមួយតែវាសនាខុសគ្នាបែបនេះ នាងឯងមេម៉ាយតើវាអស់ចាត្រង់ណាទៅបានជាមកដៀលអញកប់មាត់បែបនេះប៉ុណ្ណឹងហើយនៅមិនដឹងខ្យល់អីទៀតអញវាមានអ្នកយោចំណាឯងវិញវាគ្មានអ្នកយោប៉ុណ្ណឹងហើយមិនអាសូរជីវិតខ្លួនឯងទៀតឯហាហងគេយោហើយលេងក្បាលចោលនឹងតើវាល្អណាស់មែនដែរទេអញសុកចិត្តនៅបែបនេះបើសិនជាអញយកប្តីគឺអញយកប្តីស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងមិនមែនយកមកហើយលេងលះគ្នាអញ្ចឹងនោះទេវាមិនល្អឡើយអញមិនប្រាថ្នាជីវិតដូចនឹងឯងនោះទេ ដោយសារតែនាងឯងរកប្តីវាមិនបានទៅបានជានាងឯងនិយាយបែបនេះមែនដែរទេប៉ុន្តែអញគិតថាអញនេះណាគឺជាមនុស្សស្រីដែលមានសំណាងមិនមែនមានប្តីតែមួយដូចគេហើយសូវវាសនារបស់អញទេវតាចាមកថាត្រូវបានប្តី3 4ក៏មិនដឹងផងអូឯងចង់បានប្តី3 4នាក់ឯងពិតជាអន់ចរិតដល់ហើយមិនដឹងជាស្រីស្អីទេនិយាយមិនចេះខ្មាស់មាត់ មើលទៅអញមិនចង់និយាយច្រើនទេបើនិយាយតទៅទៀតឯងច្បាស់ជាទឹកភ្នែកជូក្បាលចង្គង់ជាមិនខានអញមិនចង់ឲ្យគេថាអញធ្វើបាបឯងនោះទេដូច្នេះហើយអញរកដើរទៅមុខបន្តទៀតវិញក្រែងលោជួបគូព្រេងទៅណាក៏ទៅលើកក្រោយបើមកហើយនិយាយបែបនេះមិនបាច់ចាំមកជន់ទប់អញទេ អូមីងមេម៉ាយរុយនេះមីងមេម៉ាយរុយតើ យីអាឆ្នុកឯងហៅមីងរុយធម្មតាទៅវាយ៉ាងម៉េចចាំបាច់ថែមេម៉ាយពីមុខទៀត អីយ៉ាបើមីងជាមេម៉ាយមែននោះខ្ញុំហៅបែបនេះដើម្បីជួយផ្សព្វផ្សាយណាក្រែងលោអ្នកណាគេត្រូវការមេម៉ាយគេមកចែវចៅមីង ឯងចង់ជួយផ្សព្វផ្សាយឬក៏ឯងចង់ដៀលក្បាលអញទៅកុំស្មានតែអញមិនដឹងពីគោលបំណងរបស់ឯងណាអាឆ្នុកឯងនេះមិនមែនជាមនុស្សធម្មតានោះទេ
អើយជីវិតជាស្រីមេម៉ាយពិតជាកាចមែនណោះ អើខំប្រឹងសើចំអកមែនទេទៅថ្មីត្បិតតែអញជាមេម៉ាយក៏ពិតមែនប៉ុន្តែអញជាមេម៉ាយស្ដុកណាវើយប្តីអញនេះណាមុននឹងលេងលះអញគឺអញបានខ្វាមយកទ្រព្យសម្បត្តិទាំងអស់ ថាម៉េចបើអញ្ចឹងមានន័យថាមិញឯងគឺជាមេម៉ាយស្ដុកហើយមានលុយចាយច្រើនណាស់មែនទេ ត្រូវហើយអញមានលុយកាក់ច្រើនខ្លាំងណាស់អញមិនចាំបាច់ខ្វល់ខ្វាយរឿងរកស៊ីអីនោះទេរាល់ថ្ងៃនេះរស់នៅទាំងសប្បាយចិត្តនេះបើសិនជាអ្នកណាមកធ្វើជាប្តីក្រោយរបស់អញប្រកាសជារស់នៅលើគំនរមាសប្រាក់ជាមិនខាន អីយ៉ាខំតែសោចយំការពិតគាត់គឺជាមេម៉ាយស្ដុកសោះ គាត់ទៅណាវាស្នាមមនុស្សមើលមិនឃើញមែនកាលពីមុនឃើញប្តីនាងរុយស្រឡាញ់នាងរុយណាមកឲ្យធ្វើអីនោះទេទឹកកុំឲ្យដងខ្យងក៏មិនឲ្យរើសប៉ុន្តែអ្នកណាទៅមើលដឹងអាល្អរលួយបែបនេះណាគឺវាក៏ពឹសពលសាហាវដែរងប់នឹងលបែងខ្ចីលុយគេរង្វាន់ក៏ហើយក្នុងនោះក៏មានលុយខ្ញុំដែរឥឡូវនេះវារត់ចោលស្រុកបាត់ហើយបំណុលទាំងអស់ក៏ត្រូវធ្លាក់លើនាងរុយទៀតគិតទៅសំណោះនាងរុយដែរហើយក៏គ្មានអ្នកណាគេដឹងថានាងរុយជាពាក់គេជុំទិសទេមានតែខ្ញុំនេះឯងដែលដឹងរឿងច្បាស់ អ៊ំដឹងស្អីទៅអ៊ំដឹងស្អីខ្ញុំសុំដឹងផងបានទេ ហើយចុះអញក៏ទៅជាវ័យខ្លាំងម្ល៉េះហ៎អាចណុកចេញមកពីកន្លែងណាអញនិយាយនៅផ្ទះអញសោះ អូគឺខ្ញុំដើរកាត់ម្ដុំនេះហើយលឺអ៊ំឯងនិយាយម្នាក់ឯងដូច្នេះខ្ញុំក៏ចូលមកនិយាយជាមួយនឹងណាកុំឲ្យអ៊ំឯងអប់សុកខ្លាំងពេក អើគឺអ៊ំកំពុងតែនឹកសំណោះនាងរុយនឹងណាមិនគួរណាវាមេម៉ាយបែបនេះនោះទេ អូយទៅសំណោះគាត់ធ្វើស្អីគាត់គឺជាមេម៉ាយស្ដុកណាអ៊ំ មេម៉ាយស្តុកក្បាលឯងអីទៅនាងរុយឯណាមានលុយច្រើននោះ ណអ៊ំអត់ដឹងអញ្ចឹងមិនថាអាកំបាំងគេមិននិយាយច្រើននោះទេរឿងហ្នឹងគឺមានតែខ្ញុំនឹងឯងជាអ្នកដឹងការពិតទៅមិញរុយរស់នៅសប្តាហ៍ថ្ងៃមើលទៅដូចវេទនាខ្លាំងណាស់តែតាមការពិតគាត់គឺជាមេម៉ាយស្ដុកប្តីគាត់រត់ចោលបន្សល់ទ្រព្យឲ្យគាត់រាប់ម៉ឺនដុល្លារឯណោះ និយាយលេងនិយាយមែនអាចណុកអញដឹងរឿងនេះពីណា គេនិយាយដោយផ្ទាល់មាត់គេណាអ៊ំគាត់ប្រាប់ខ្ញុំថាគាត់គឺជាមេម៉ាយស្ដុករាល់ថ្ងៃគាត់រស់នៅមិនដែលខ្វាយខ្វល់ពីស្អីនោះទេលុយក៏គាត់មិនដែលរកដែរគឺគាត់ចាយតែលុយដែលប្តីគាត់បន្សល់ទុកឲ្យតែប៉ុណ្្នឹងឯង អីយ៉ាអញស្មានតែវាវេទនាអន្តើបើវាអួតក្តាញ់តែវាជាមេម៉ាយស្តុកបែបនេះហើយក៏ជាឱកាសល្អរបស់មីក្អុកដែររត់ទៅផ្ទះវាសិន អេទៅធ្វើអីអ៊ំគេស្រឡាញ់តែប្រុសទេណាគេមិនបានស្រឡាញ់ស្រីទេ យីអាចណុកអញនិយាយមកចង់បានន័យថាយ៉ាងម៉េចហ្នឹងគឺអញទៅទាលុយរបស់អញមកវិញហ្នឹងណាដោយសារតែដិតប្តីវាកាលដែលនៅជានាជាមួយគ្នាគឺវាបានខ្ចីលុយអញ អេខ្ញុំដូចជាមិនជឿគេជាអ្នកមានណាហេតុអីក៏គេមកចាប់ពាក់លុយអ៊ំឯង អើបើមិនជឿទេទៅជាមួយអ៊ំទៅឯងនឹងដឹងការពិតហើយថាអ្នកណាចាប់ពាក់លុយអ្នកណានោះ អេម្នាក់ថាមេម៉ាយស្ដុកហើយម្នាក់ទៀតថាចាប់ពាក់បំណុលគាត់តើគួរជឿខាងណាអញ្ចេះមើលទៅខ្ញុំត្រូវតែទៅតាមដានដើម្បីឲ្យដឹងជាក់ស្ដែងសិន ស្រីដែនបងសូមសន្យាថាបងនឹងមើលថែអូនអស់មួយជីវិតបងនឹងឲ្យគ្រួសារយើងមានសុភមង្គលលើសគេ ពិតមែនទេបងបើសិនជាដូចពាក្យបងនិយាយពិតមែនអូននេះពិតជាមានសំណាងខ្លាំងណាស់ ប្រកាសឲ្យអូនសម្លាញ់តែបងហ៊ាននិយាយគឺបងប្រកាសជាហ៊ានធ្វើសម្ដីកូនប្រុសម៉ាត់ណាគឺម៉ាត់នឹងបងនឹងធ្វើឲ្យអូនខ្លាយទៅជាមនុស្សស្រីដែលសំណាងជាងគេបំផុតនៅក្នុងโลกនេះ ហេតុអីក៏បងល្អនឹងអូនបែបនេះតើអូនមានចំណុចណាដែលធ្វើឲ្យបងអាចរួមរស់នៅជាមួយអូនរៀបការជាមួយអូនបានទៅអូនពិតជាមើលមិនឃើញពីចំណុចល្អរបស់ខ្លួនឯងសោះ ដោយសារតែពួកយើងគឺជាគូព្រេងដែលទេវតាចាមកនោះអីទោះបីជាចង់គេចក៏គេចមិនផុតដែរណា អូយអញច្រិញខ្លាំងណាស់អាដារ៉ូអួតឲ្យអួតខ្លាំងម្ល៉េះអាអួតអញ្ចឹងណាវាមិនបានប្រមាណទឹកនោះទេកុំសូវជឿវាពេកណា អេមីងរុយហេតុអីកូននិយាយបែបហ្នឹងទៅវិញ តើពួកខ្ញុំបានទៅធ្វើអីមីងទៅហេតុអីក៏សុកបែរជាមកថាឲ្យប្តីរបស់ខ្ញុំបែបនេះដោយសារតែមីងឆ្លងកាត់មុនឯងមីងនេះណាធ្លាប់មានប្រវត្តិសាស្ត្រហើយអារឿងសម្ដីប្រុសព្រានផ្អែមល្ហែមសន្យាលិចសន្យាកើតតែតាមកពិតទៅវាគ្មានធ្វើបានតាមសន្យាសូម្បីតែមួយ
មីងអារឿងប្តីរបស់មីងគឺជារឿងផ្សេងមុននឹងមីងរៀបការមានគេប្រាប់ដែរតើថាប្តីរបស់មីងជាមនុស្សមិនល្អប៉ុន្តែមីងជំនះមិនជឿគេនោះទេឥឡូវប្តីមីងរត់បាត់ទៅហើយបែរជាមកចោទខ្ញុំថាជាបរិះមិនល្អដូចប្តីមីងដែរធ្វើអញ្ចឹងដូចជាអយុត្តិធម៌ពេកហើយ មនុស្សប្រុសមិនអាចដូចគ្នាទាំងអស់នោះទេអ្វីត្បិតតែមីងជួបរឿងបែបនេះមិនប្រកាសថាស្រីផ្សេងទៀតក៏ជួបរឿងដូចមីងនោះទេណាសូមមីងនេះណាមើលគេក្នុងផ្លូវល្អខ្លះផងទៅអោស្រីដែរណៃស្រីដែរដោយសារតែឯងទៅតែរៀបការថ្មីថ្មោងទៅបានជាឯងខំប្រឹងហើយនិយាយបែបនេះចាំមើលតែ2 3ឆ្នាំឬក៏4 10ឆ្នាំទៅមុខទៀតឯងនឹងដឹងថាសម្ដីរបស់មីងនេះណាគឺជាការពិតឬក៏អត់ហើយ មីងចាំមើលទៅខ្ញុំមិនប្រែប្រួលជាដាច់ខាតពេលនេះយ៉ាងម៉េចថ្ងៃក្រោយក៏នៅតែបែបនឹងរហូតតទៅឬក៏អាចនិយាយថាកាន់តែល្អលើសនឹងក៏ថាបានដែរ ខ្ញុំជឿជាក់លើបងតារ៉ូខ្ញុំជឿថាបងតារ៉ូនឹងអាចផ្ដល់សុភមង្គលឲ្យខ្ញុំអស់មួយជីវិតល្អណាស់អញនឹងហែកភ្នែកចាំមើលពួកឯងតើពួកឯងនឹងវាមានសុភមង្គលប្រហែលឆ្នាំទៀតទៅយ៉ាងយូរ3ឆ្នាំទៀតអស់ហើយតើមិញតាណាក៏ទៅមិនល្អសោះមកនិយាយដាក់ទំនាយខ្ញុំដល់ផ្ទះបែបនេះ នាងរុយអានាងរុយឯងនៅផ្ទះទេចាប់ចេញមក មីម៉ាយស្ដុកអើយឆាប់ចេញមក អញមើលទៅផ្ទះនេះដូចមិនសមឲ្យម៉ែស្ដុកសោះឆ្នុកអើយអញសង្ស័យតែមីរុយវាគ្រាន់តែនិយាយអួតតែដឹង អូម៉ាខ្ញុំគិតថាដោយសារតែគាត់ជាស្រីនៅផ្ទះម្នាក់ឯងដូច្នេះទើបគាត់មិនចង់សម្ញែងទ្របនឹងណា វាអាចបែបហ្នឹងក៏ថាបានដែរនាងរុយអាចេញមកតិចមើលបកាច់ទៅណាអាត្មានេះមិននៅផ្ទះនៅអីសោះ មានការអីមិនក៏ស្រែកលោឡានៅផ្ទះខ្ញុំបែបនេះ អូមកហើយអញស្រ័យឡើងចង់បែកពងកហើយទៅមិនឃើញចេញមកហើយចុះឯងទៅមកពីណាទៅ គឺខ្ញុំទៅតែមកពីផ្សារហ្នឹងណាហើយចុះអ្នកទាំងពីរមកផ្ទះខ្ញុំធ្វើអី អូអ៊ំអុកគាត់ប្រាប់ថាប្តីមីងឯងចំពាក់លុយគាត់ហើយឥឡូវប្តីមីងឯងរត់បាត់ហើយបំណុលទាំងអស់ធ្លាក់ទៅលើមីងឯងនឹងណាហើយមីងជាមីម៉ាយស្ដុកផងដូច្នេះសងគាត់ឲ្យហើយទៅ ត្រូវហើយឲ្យលុយអញមកសងទាំងកាលទាំងដើមមិនឲ្យខ្វះម៉ាស៊ីនទេ ដូចជាជ្រុលពេកទៅដឹងហ៎ហាបងអុកអ្នកណាខ្ចីទៅទាពីអ្នកនឹងទៅហេតុអីក៏មកទាពីខ្ញុំព្រោះថាលុយនោះខ្ញុំមិនបានចាយសូម្បីតែម៉ាស៊ីន មីងអើយមីងសងគាត់ទៅបើថាមានសមត្ថភាពទៅហើយនោះណាមួយមីងបាននិយាយថាទ្រព្យសម្បត្តិទាំងអស់មីងអ្នកទទួលយកតើអីអញ្ចឹងរ៉ាប់រងបំណុលវាមានអីទៅទាស់ខក មែនហើយកុំថោកទាបពេកអងអើយឲ្យលុយអញមកកុំនិយាយយកលុយហើយលុយបន្តិចបន្តួចហ្នឹងក៏មានលុយសងនោះ និយាយមិនស្ដាប់គ្នាមែនទេបើអញ្ចឹងនាំគ្នានៅនឹងឲ្យខ្ញុំនៅផ្ទះទេខ្ញុំទៅក្រៅវិញល្អជាង យើចង់រត់ទៅណាអញទៅតាមនាងឯងតើបានលុយហ្នឹង អីយ៉ាងម៉េចអញ្ចេះអាចឆ្នុកគួរតែតាមមើលហើយ អើយហត់ណាស់ហេតុអីក៏មកតាមខ្ញុំដល់ទីនេះកាលណាទៅឈប់តាមខ្ញុំទៅ ឲ្យទៅសងលុយអញមកអញប្រកាសជាជប់តាមឯងហើយ មីញ៉ាសងគេទៅបន្តិចបន្តួចនឹងសងទៅណាវាមិនអីទេ អញគ្រឺតណាស់អញគ្រឺតអាអ្នកបន្ថែមលបោយនឹងតើរឿងរបស់អញណាមិនមែនរឿងរបស់ឯងទេមិនបាច់ចាំខំប្រឹងមកឆ្កឹះឆ្កៀលចាក់រកបន្ថែមទេឯងគួរទៅអូសដៃបងអុកចេញទៅ ចង់អូសដៃអញទៅណាអញមិនទៅណាទាំងអស់លុះត្រូវតែអញបានលុយចាប់សងលុយអញភ្លាមមីក្រុយ ពូកែតាមស្អិតណាស់មែនទេបានខ្ញុំនឹងហក់ទឹកហែលតត្រៃមកខាងខ្ញុំមិនជឿថាបងអុកឯងនេះណាហ៊ានហែលតតាមខ្ញុំនោះទេ អូនាងឯងហ៊ានលោតអញក៏ហ៊ានលោតទៅតាមឯងដែរកុំសង្ឃឹមតែរួចខ្លួនឲ្យសោះនោះ ហេតុអីក៏នាំគ្នាលោតទឹកអស់អញ្ចឹងហើយចោលឆ្នុកនេះគិតយ៉ាងណាទៅតាមគេលេងតន់បដ ாய் ដោយសារតែចេះហែលទឹកអូយលេងដឹងរឿងអស់រលីងតែម្ដង អាយ៉ាបងអុកឯងសាហាវពេកហើយហែលតាមខ្ញុំធ្វើអី អញហែលតាមយកលុយអញលឿនឡើងសងលុយអញភ្លាម បើខ្លាំងហែលតាមខ្ញុំឲ្យតន់មក អ្នកទាំងអស់គ្នាខ្ញុំភ្លេចប្រាប់ឲ្យឈឹងទៅថាទឹកនេះមានកពើណា ក៏ពើមែនទេលបយកមុនអញលុយមិនកុំប្រឹងប្រាប់ជួយផង
Nóជួយអ៊ំផង ឈឺចាប់ខ្លាំងណាស់ជួបមីក្រូយលើកណាក៏វាមើងងាយថាខ្ញុំក៏មុំចាស់ដែរអោដូនតាទាំង7សដានអើយបើសិនជាពិតជាអាណិតស្រឡាញ់កូនចៅមែនឲ្យកូនចៅឆាប់បានប្តីក្នុងឆ្នាំនេះផងទៅដើម្បីកុំឲ្យមីក្រូយនឹងវាមើងងាយខ្លាំងពេក សុលអូនបងស្រឡាញ់អូនខ្លាំងណាស់ អេតើលោកឯងជាអ្នកណា ខ្ញុំគឺជាឪរបស់អាម៉ាប់នឹងណាប្រពន្ធខ្ញុំរត់ចោលឥឡូវនេះខ្ញុំខ្លាចទៅជាបរិះពោះម៉ាយដូច្នេះចង់មាននារីម្នាក់មកស្អំបេះដូងនៅក្នុងភូមិនេះគ្មានអ្នកណាល្អក្រៅពីសុលនោះទេដូច្នេះខ្ញុំសម្រេចចិត្តថាខ្ញុំនឹងរៀបការជាមួយសុលហើយ អត់ទេខ្ញុំយកប្តីធាត់ទេធាត់បែបនឹងស៊ីច្រើនខ្លាំងណាស់ខ្ញុំចំរស់ឡើយតើពេលណាទៅប្រោកស៊ីមានបានទៅតើឆ្ងាយទៅខ្ញុំមិនយកឡើយ ក្រែងតែអំបញ្ញមិញបងលឺសុលបួងសួងចង់បានប្តីនោះអី ចង់បានប្តីសង្ហាប្តីល្អមិនមែនប្តីធាត់ស៊ីច្រើនចឹងនោះទេ សុលាឲ្យតអូនយកបងណាបងសុកចិត្តសម្រក់គីឡូតើបានដែរទេ សម្រក់គីឡូក៏ខ្ញុំយកដែរនិយាយរួមទៅគឺពួកយើងមិនអាចរៀបការរួមរស់នៅជាមួយគ្នាបានជាដាច់ខាតចាប់ថយចេញទៅខ្ញុំមិនចង់ឃើញមុខលោកឯងទៀតនោះទេ អាយ៉ាឈឺចាប់ណាស់ហេតុអីក៏សុលធ្វើបែបនេះ ទៅចេញឲ្យឆ្ងាយទៅកុំមកជាប់ផ្ទះខ្ញុំទៀតថ្ងៃក្រោយខ្ញុំមិនចង់ជួបមុខឡើយ បានបើថ្ងៃណាសុលបដូរចិត្តអាចប្រាប់បងបានគ្រប់ពេលណា ពិតជាអាណិតខ្លួនឯងដល់ហើយមានផ្ទះសម្បែងនឹងគេដែរប៉ុន្តែបែរជាមិនអាចចូលទៅបានដោយសារតែម្ចាស់បំណុលគេនៅតាមទីគ្រប់ទិសទីតែម្ដងអើយអានេះហើយគេថាមាត់ចឹងមិនថាគេមិនឲ្យអួតហួសមៀតនោះទេខ្ញុំវាជ្រុលមាត់ជ្រុលកមិននឹកស្មានថាអារឿងអួតនេះណាវាលេចលឺដល់ម្ចាស់បំណុលបែបនេះសោះបើដឹងថាវេទនាចឹងមិនបានអួតទេវើយ មិនអីទេមានជីវិតត្រូវតែមានសង្ឃឹមខ្ញុំត្រូវតែតស៊ូលំបាកទៅពីបើយប់ទេតទៅប្រកាសជាលេងអីហើយគ្មានម្ចាស់បំណុលណាគេតាមទាខ្ញុំរាប់ខែរាប់ឆ្នាំឡើយ ហើយស្អីនោះស្ទងដូចជាមនុស្សឬក៏ខ្មោចទៅដឹង អេខ្មោចស្អីទៅនេះគឺជាមនុស្សណាខ្មោចអាណាស្អាតបែបនេះនោះ ខ្មោចចេះនិយាយទៀតអាយ៉ាមិនបានទេរត់សិនហើយ អេឈប់សិនមិនក៏មិនញ៉ាយអោល្បល់យោ គួរស្ដាយណាស់មិនគួរណាឲ្យនាងរុយនេះណាវារត់ចោលសោះខ្វះតែបន្តិចតាមវាទាន់ហើយ មិនអីទេអ៊ំទោះបីជាគាត់រត់ទៅណាក៏គាត់គិតមិនផុតពីភូមិនេះដែរគាត់គង់តែចូលភូមិវិញនោះទេណា អ៊ំក៏សង្ឃឹមថានាងរុយនេះណានឹងត្រឡប់ចូលស្រុកវិញចាប់ទៅចុះវាចូលស្រុកពេលណាអ៊ំនឹងចាប់វាដើម្បីយកលុយពីវាតតែបាន ខ្ញុំនេះណានឹងជួយអ៊ំឲ្យអស់ពីលទ្ធភាព អ៊ីអ៊ំសឿណាហើយចុះមកទីនេះធ្វើអីខ្ញុំឮថាអ្នកទាំងអស់គ្នាតាមទាលុយមីរុយមែនទេ ត្រូវហើយគឺខ្ញុំនេះណាតាមទាលុយនាងរុយដោយសារតែដិតប្តីវាធ្លាប់ខ្ចីលុយនឹងណា សូម្បីតែខ្ញុំក៏ត្រូវប្តីវាជាពាក់ដែរណាឥឡូវបើថាទាទាំងអស់គ្នាតែម្ដងពួកយើងគួរតែរួបរวมគ្នាទៅទាលុយពីមីរុយបានបើអញ្ចឹងមានន័យថាមីរុយមានម្ចាស់បំណុលកាន់តែច្រើនហើយទៅធ្វើបែបណាទៅអាឆ្នុកទើបអាចយកលុយពីគេបានណា ងាយនោះទេអ៊ំសឿនអើយមិញរុយទោះបីជាគាត់រត់ដល់ណាក៏ដោយក៏គាត់ត្រូវការរត់មកផ្ទះវិញដែរព្រោះថាអីវ៉ៃអាវ៉ាន់គាត់របស់របរគឺនៅផ្ទះទាំងអស់ដូច្នេះគ្រប់គ្នានាំគ្នាស្នាក់នៅផ្ទះគាត់តែម្ដងទៅរៀបអង្វិចស្នាក់នៅមុខផ្ទះគាត់បែបនេះណាគឺគាត់ប្រកាសជាមិនអាចរត់ទៅណាបាននោះទេ
ព្រោះគាត់នឹងមករកផ្ទះគាត់នោះអី គំនិតនេះល្អណាស់អាចណុកនាងរុយឯងនេះណាប្រកាសជាមិនអាចគេចផុតពីកដាប់ដៃរបស់ពួកយើងទេលុយរបស់ពួកយើងត្រូវតែបានវិញក្នុងពេលចាប់នេះ បងជុំអ្នកអុកពួកយើងឆាប់រៀបចំឲ្យវ៉ាន់ទៅណាអើយខ្មោចខ្លាចហើយកុំធ្វើបាបខ្ញុំអើយខ្ញុំរៀងហើយខ្ញុំមិនទៅទីនោះទៀតនោះទេ ពុទ្ធោបងម៉ាប់ហេតុអីក៏ទៅជាបែបនេះខ្ញុំពិតជាអាណិតបងម៉ាប់ឯងខ្លាំងណាស់ ឈប់ដេញតាមខ្ញុំទៅណាឈប់ទៅ ជីវិតហេតុអីក៏វេទនាម្លេះគ្រាន់តែគេសារភាពស្នេហ៍ឯងអូកាឡានតិចតួចសោះគេនេះណាក៏ប៊ីនឹងបាត់បង់ជីវិតឬមួយក៏ខ្ញុំមិនអាចមានប្តីរឿងទាំងអស់នេះសង្ស័យតែនាងរុយវាដាក់ទំនាយទេមិនបានឡើយខ្ញុំទៅរករឿងវាសិនពេលនេះពួកយើងអាចដាំបាយធ្វើម្ហូបហើយនឹងស្នាក់នៅទីនេះបានហើយឃ្លាំមើលនាងរុយទាំងយប់ទាំងថ្ងៃចាំមើលវាចូលផ្ទះអាត្មាណា របស់របរប្រើប្រាស់និងអាហារហូបចុកនៅទីនេះទាំងអស់បើសិនជានាងនៅតែបន្តមិនចូលផ្ទះទៀតគឺប្រកាសជាដាច់ពោះស្លាប់ជាមិនខានដូច្នេះពួកយើងត្រូវតែយាមកាមនៅទីនេះឲ្យបានម៉ត់ចត់ណានៅពេលដែលមិញរុយមកដល់ពេលណាគឺពួកយើងប្រកាសជាចាប់បានបើអញ្ចឹងពួកយើងដាក់វេនគ្នាយាមទៅពួកយើងនិយាយគ្នាហើយមិនអាចដេកទាំងអស់គ្នាទេណាត្រូវតែមានអ្នកយាមនិងមានអ្នកដេកមិនអីទេអ៊ំខ្ញុំនៅក្មេងជាងគេដូច្នេះខ្ញុំចំណាយពេលយាមច្រើនជាងគេទៅចុះអរគុណហើយណាឆ្នុកដែលឯងតាមទាលុយនាងរុយបើគ្មានឯងជួយទេអ៊ំនេះគ្មានកម្លាំងចិត្តនោះទេចំក៏ដុំឆែបនេះអ្នកទាំងអស់គ្នាលេងចាំខ្ញុំនៅទីនេះតែម្ដងណបំរុងដេកនៅទីនេះប្រហែលខែប្រហែលឆ្នាំ មិញរុយមកហើយអ៊ំសឿនអ៊ំអុកចាត់ការទៅមីរុយឆាប់សងលុយអញភ្លាមត្រឹមតែ 100000 ទេវើយងាប់ហើយអ៊ំសឿនលុយ 100000 សោះខ្ញុំស្មានតែលុយរាប់លានគ្រាន់តែលុយប៉ុណ្ណឹងហេតុអីក៏វិចមកនៅទីនេះលុយអញ400000ផងដែរឆាប់សងអញឥឡូវនេះភ្លាមបើមិនចឹងទេនាងឯងច្បាស់ជារស់នៅមិនសុខឡើយអើយខ្ញុំគ្មានលុយសងទេអ្នកទាំងអស់គ្នាទុកឱកាសឲ្យខ្ញុំបន្តិចទៅបានទេមិនអាណិតខ្ញុំសោះទេអីខ្ញុំជាមេម៉ាយរស់នៅតែម្នាក់ឯងចុះក្រាញ់តែឯងអួតក្រាញ់តែឯងជាមេម៉ាយស្ដុកនោះអីហេតុអីក៏បែរជាសុកមកពោលពាក្យថាគ្មានលុយទៅវិញមែនហើយយើងល្បីថាឯងជាមេម៉ាយស្ដុកទើបយើងមកទីលុយពីឯងនឹងណាមីងអើយមីងបើសរុបបំណុលទៅណាគ្រាន់តែលុយ500000រៀលនោះទេសងគេទៅព្រោះមីងជាមេម៉ាយស្ដុកតើអីយ៉ាការពិតទៅគឺគ្រាន់តែជាពាក្យកុហកភូតភររបស់ខ្ញុំតែប៉ុណ្ណោះខ្ញុំខំប្រឹងអួតសម្ញែងដើម្បីក្រាញ់លោមានបរោះណាភ្លើយកខ្ញុំធ្វើជាប្រពន្ធហើយពេលនោះខ្ញុំនឹងផុតកម្មផុតពីមានអ្នកជួយចិញ្ចឹមប៉ុន្តែមិននឹកស្មានថាពាក្យអួតរបស់ខ្ញុំបែរជាតាក់ទាញម្ចាស់បំណុលមកសោះងាប់អញហើយនាងរុយមិននឹកស្មានតែឯងនេះណាភ្លីភ្លើដល់ថ្នាក់នឹងសោះចង់បានប្តីដើរអួតក្តែងនេះបើសិនជាលឺដល់ចៅឯងច្បាស់ជាងាប់ជាមិនខានមីក្រុយមីស្រីមាត់ចង្រៃនឹងឯងដាក់ទំនាយអញមែនទេទើបបានជាធ្វើឲ្យអ្នកដែលសុំស្រឡាញ់អញប៊ីងាប់ប៊ីរស់អីយ៉ាមួយទៀតហើយមីងរុយរឿងកាន់តែធំហើយអត់ទេអញមានបានដាក់ទំនាយឯងតាំងពីពេលណាទៅហើយអ្នកណាគេសុំស្នេហ៍ឯងហើយហេតុអីក៏គេទៅជាបែបហ្នឹងអញក៏ចង់ដឹងដែរតើអ្នកណាគេសុំស្រឡាញ់ឯងទៅនឹងសុលគឺបងម៉ាប់នឹងណាគាត់សុំសារភាពស្នេហ៍ស្រឡាញ់ខ្ញុំតែខ្ញុំបែរជាធ្វើរឹកធ្វើពីគាត់ខូចចិត្តខ្លាំងពេកដើរចូលទៅក្នុងព្រៃក៏ជួបខ្មោចអូជួបខ្មោចកាលពីយប់មិញហ៎មែនទេការពិតទៅជួបអញតាអញនៅលើដើមឈើអញពួនខ្លាចម្ចាស់បំណុលតាមទីនោះអីហើយគាត់ក៏យល់ច្រឡំថាអញនេះគឺជាខ្មោចអញខំប្រាប់គាត់ហើយគាត់នៅតែមិនជឿបែរជារត់ឡើងផាកញ្ញាំអូនិយាយទៅមីងរុយពិតជាចង្រៃមែនមីរុយនេះហើយមកពីសម្ដីងាប់រស់ដោយសារតែសម្ដីនឹងឯងខ្ញុំដឹងខុសហើយសង្ឃឹមថាអ្នកទាំងអស់គ្នាទុកឱកាសឲ្យខ្ញុំផងទៅឲ្យរឿងបំណុលដែលខ្ញុំជំពាក់អ្នកទាំងអស់គ្នាទាំងប្រមាណទុកពេលឲ្យខ្ញុំរកលុយបដោះម្ដងបន្តិចបានទេហើយតទៅក៏មិនត្រូវមាត់ចង្រៃនិយាយអីផ្ដេសផ្ដាស់ដែរបានអញទុកពេលឲ្យឯងរកលុយទៅចុះកុំឲ្យថាអញនេះដាច់ធម៌មេត្តា
យើងទុកពេលឲ្យឯង3ខែធ្វើយ៉ាងណារកលុយយកមកសងយើងមកណា ចាបានខ្ញុំនឹងព្យាយាមរកលុយមកសង